ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំថោះសម្រាប់ខែមីនាឆ្នាំថោះជាអ្នកធ្វើការមួយចំនួនខែថ្មីអ្វីៗក៏ថ្មីគ្រប់យ៉ាងក្នុងជីវិតរបស់អ្នកចាប់ផ្ដើមមានការប្រែប្រួលខ្លាំងទាំងការចំណាយក្នុងក្រុមហ៊ុននិងសមាជិកគ្រួសារអ្នកនឹងជួបរឿងលំបាកមួយចំនួនក្នុងទំនាក់ទំនងការងារទ្វេភាគីមិនត្រឹមតែប៉ុណ្ណោះទេអ្នកនឹងជួបបញ្ហាធំដោយសារតែមនុស្សភេទដូចគ្នាដែលគិតពីប្រយោជន៍ជូនតួជាមនុស្សមានស្នាមញញឹមដ៏ស្រស់ស្អាតតែបង្កប់ពឹសពុលខែនេះប្រសិនជាអាចគួរតែគិតពីគោលបំណងអនាគតឲ្យបានច្រើនជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញនោះអ្នកនឹងទទួលបានលទ្ធផលល្អចាប់ពីខែសីហាមិនដូច្នេះទេអ្នកនឹងលំបាកខ្លាំងរហូតដល់2ឆ្នាំថោះមួយចំនួនទៀតខែនេះមានរឿងល្អខ្លះនឹងចាក់ចេញទៅទាំងដែលអ្នកប្រឹងប្រែងការពារវាទុកយូរមកហើយនិងរឿងដែលទើបតែមានផលល្អវានឹងធ្វើឲ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្តច្រើនសម្រាប់ខែថ្មីនេះប៉ុន្តែអ្នកនឹងត្រូវត្រៀមចិត្តឲ្យបានល្អបំផុតទោះបីជារឿងនោះអ្នកមានទំនុកចិត្តខ្លាំងប៉ុណ្ណាក៏ដោយចំណែកឯឆ្នាំថោះខ្លះទៀតប្រសិនបើអ្នកជាមនុស្សដែលមានកម្លាំងចិត្តខ្ពស់ស្រាប់គួរតែរកវិធីបង្ការបញ្ហាកើតមានភ្លាមរកគំនិតថ្មីដើម្បីទប់ស្កាត់បញ្ហាកំបាំងមុខឆ្នាំថោះខ្លះទៀតអាចនឹងមិនមានបញ្ហានៅក្នុងរឿងការងារនោះទេប៉ុន្តែនឹងមានបញ្ហាក្នុងការធ្វើដំណើរអាចថាខែនេះអ្នកនឹងមានរឿងរាំងស្ទះក្នុងការសម្រេចចិត្តឬបំពេញកិច្ចការទូទៅយ៉ាងណាក៏ដោយអ្នកជាមនុស្សហ្មត់ចត់និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហាដូច្នេះអ្នកនឹងទទួលបានលទ្ធផលល្អឬក៏លាភនៅចុងខែនេះឆ្នាំថោះជាអ្នករកស៊ីមួយចំនួនខែថ្មីមិនមានអ្វីថ្មីនោះទេបញ្ហានៅតែចាស់ដដែលរឿងដែលអ្នកនឹងឈឺក្បាលបំផុតនោះគឺរឿងលុយដែលអាចថាអ្នកជាមនុស្សដែលធ្វើអ្វីលោភខ្លាំងនិងមានទំនុកចិត្តខ្លាំងលើបទពិសោធន៍និងកិច្ចការរកស៊ីប្រសិនជាអ្នកនៅតែធ្វើជាមនុស្សចេះដោយមិនមានក្បួនឬក៏មានជំនឿជ្រុលពេកអ្នកនឹងជួបរឿងអាក្រក់ធ្វើឲ្យអ្នកបាក់ទឹកចិត្តលែងហ៊ានរកស៊ីបន្តទៀតយ៉ាងណាក៏ដោយភាពហ្មត់ចត់ភាពវៃឆ្លាតនិងចេះប្រើញៀនមុននឹងធ្វើអ្វីមួយនឹងធ្វើឲ្យអ្នកក្នុងខែនេះជួបរឿងល្អច្រើនរឿងអាក្រក់តិចបំផុតចំណែកឯឆ្នាំថោះខ្លះទៀតមានរឿងខ្លះនឹងត្រូវរលាយទោះជាអ្នកចង់កែប្រែចង់រក្សាក៏មិនអាចទៅរួចដែរមានតែធ្វើឲ្យអ្នកពិបាកកាន់តែខ្លាំងដូច្នេះគួរតែទុកឲ្យវាទៅតាមសម្រួលនិងរកវិធីធ្វើវាឲ្យខាតបង់តិចតួចបំផុតនោះអ្នកនឹងរកបានផ្លូវដើរថ្មីសំខាន់បំផុតគួរតែជ្រើសរើសដៃគូដែលល្អបំផុតក្នុងរបស់អ្នកនឹងធ្វើឲ្យអ្នករីកចម្រើនក្នុងផ្លូវថ្មីជីវិតថ្មីហើយកុំភ្លេចបំបត្តិភាពភ័យខ្លាចដែលអ្នកមាននាពេលបច្ចុប្បន្នឲ្យបានច្រើនទើបការអភិវឌ្ឍគំនិតមានការកើនឡើងទើបការសម្រេចចិត្តនិងការដោះស្រាយបញ្ហាងាយស្រួលឆ្នាំថោះមួយចំនួនតូចខែនេះការរកស៊ីរបស់អ្នកមិនមានអ្វីប្រែប្រួលច្រើននោះទេព្រោះតែអាទិទេពកំពុងតែស្ថិតនៅខាងអ្នកហើយប្រសិនជាអាចគួរតែបួងសួងឬក៏ពង្រឹងជំនឿនៃការគោរពរបស់អ្នកឲ្យបានខ្ជាប់ខ្ជួននោះរបស់អ្នកនឹងមានភាពរីកចម្រើនច្រើនសម្រាប់ឆ្នាំថោះមានគូមួយចំនួនរឿងខ្លះតូចតាចកុំគុំក្នុងចិត្តខ្លាំងពេកវានឹងនាំឲ្យអ្នកកាន់តែក្តៅក្រហាយហើយក៏ល្មមដល់ពេលដែលអ្នកត្រូវដោះស្រាយបញ្ហាមួយចំនួនជាមួយគ្នាម្ដងហើយគួរតែនិយាយគ្នាឬក៏ពិភាក្សាគ្នាឲ្យបានដាច់ស្រេចប្រសិនបើអ្នកមិនចង់ឲ្យកូនរបស់អ្នកយកគំរូតាមហើយនេះអ្នកនឹងមានពេលវេលាច្រើននៅជាមួយគ្នាគេក៏នឹងផ្ដល់ពេលវេលាសម្រាប់អ្នកច្រើនបន្ទាប់ពីអ្នកបានរកឃើញកំហុសមួយចំនួនដែលគេបានសាងហើយខែនេះអ្នកនឹងឆ្ងល់ខ្លួនឯងដែរថាហេតុអ្វីចិត្តត្រជាក់ខុសពីធម្មតាយ៉ាងណាក៏ដោយខែនេះបន្ទាប់ពីជួបព្យុះភ្លៀងអ្នកទាំងពីរនឹងជួបលៀបនៅដើមខែឬក៏ពាក់កណ្ដាលខែឆ្នាំថោះមានគូមួយចំនួនទៀតមាត់ច្រើននិយាយច្រើនពេកនឹងនាំឲ្យមានរឿងចូលផ្ទះរឿងនេះនឹងនាំឲ្យអ្នកទាំងពីរនិយាយលែងត្រូវគ្នាឬលែងមាត់រកគ្នាមួយរយៈពេលខ្លះកំហុសតិចតួចមិនគួរនាំជាភ្លើងហើយបើយើងខុសចេះតាភាពកំហុសក៏នឹងមិននាំបញ្ហាទៅជាធំដូច្នេះគួរតែនិយាយគ្នាដោយសន្តិវិធីហើយព្រមទទួលយកកំហុសរៀងៗខ្លួនទើបជីវិតគូនឹងមិនមានអ្វីប្រែប្រួលគូឆ្នាំថោះមួយចំនួនតូចនឹងរវល់ច្រើនជាមួយនឹងរឿងសុខភាពប៉ុន្តែសេចក្តីសុខក្នុងគ្រួសារការយកចិត្តទុកដាក់លើគ្នាមានច្រើនអ្នកទាំងពីរក្នុងខែនេះអាចមិនសូវទុកផ្នែកសុខភាពតែភាពកក់ក្ដៅឲ្យគ្នាមិនខ្វះទោះអ្នកខ្លះមានលុយតិចតួចតែសេចក្តីសុខសុភមង្គលមានច្រើនយ៉ាងណាក៏ដោយរឿងល្អនឹងចូលមកតាមក្រោយនាខែក្រោយបន្តទៀតចំពោះឆ្នាំថោះនៅលេមួយចំនួនកំពុងតែមានវិបដិសារីដោយសារតែភាពឆេវឆាវមួយពេលទើបធ្វើឲ្យស្នេហាមួយនេះបាក់បែកគេចាក់ចេញទៅលែងវិលវិញគេក៏លែងខ្វល់ខ្វាយពីអ្នកដូចគ្នាវាជាជំរើសដែលអ្នកចង់បានវាជាសម្ដីដែលអ្នកតែងតែប្រាប់គេកន្លងមកមួយរយៈចុងក្រោយនេះអ្នកមានអារម្មណ៍ឯកាទុកតោកនិងខឹងគេដែលមិនព្រមសូម្បីតែសុំអង្វរឬក៏សុំអភ័យទោសដោយរាល់ដងពេលដែលឆ្លោះគ្នាហើយច្រើនខែមកនេះជីវិតរបស់អ្នករស់ដោយឥតវិញ្ញាណគ្មានអ្នកជជែកគ្មានអ្នកចាំស្ដាប់ពាក្យរអ៊ូដដែលមានតែខ្លួនឯងដែលស្ដាប់ខ្លួនឯងគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកពេលនេះហាក់ដូចជាស្ងប់ស្ងាត់ខ្លាំង
ជួនកាលអ្នកមានអារម្មណ៍ថាអបសក់ក៏មិនដឹងថាត្រូវនៅម្នាក់ឯងដល់ពេលណាបើសិនជាអាចគួរតែកុំទៅកន្លែងចាស់ៗដែលអ្នកធ្លាប់ទៅកម្សាន្តជាមួយគ្នាហើយក៏មិនត្រូវបង្ហាញការឈឺចាប់របស់អ្នកច្រើនពេកនៅលើបណ្ដាញសង្គមដែរទើបផ្លូវចិត្តរបស់អ្នកបានប្រសើរឡើងវិញពេលណាផ្លូវចិត្តរបស់អ្នកប្រសើរឡើងនោះក៏នឹងជួបអ្នកថ្មីម្នាក់នេះអាចនឹងជាមនុស្សចិត្តដិតជាមួយនឹងបងប្អូនឬក៏មិត្តរបស់មនុស្សដែលចិត្តដិតជាមួយនឹងអ្នកអាចនឹងពិបាកទទួលយកគេពីដំបូងតែក្រោយពីស្គាល់គេយូរបន្តិចអ្នកនឹងមានអារម្មណ៍ល្អជាមួយគេព្រោះគេមិនមែនជាមនុស្សដែលសោះអង្គើយដូចអ្វីដែលអ្នកគិតនោះទេឆ្នាំថោះនៅលីវខ្លះទៀតបើសិនជាអាចគួរតែគិតពីខ្លួនឯងឲ្យបានច្រើនរក្សាបេះដូងខ្លួនឯងឲ្យល្អទើបអ្នកមិនធ្វើឲ្យគេឈឺចាប់ហើយអ្នកដែលស្រឡាញ់អ្នកនឹងចូលមកក្នុងជីវិតរបស់អ្នកសូមជូនពរឆ្នាំថោះឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ